group ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាប្រជាកសិករជាទីគោរពស្រឡាញ់ឥឡូវនេះ admin បាននាំជីនិងថ្នាំកសិកម្មយកទៅជូនដល់បងប្អូនប្រជាកសិករដែលធ្វើបាទស្រែកុងត្រាជាមួយនឹងក្រុមហ៊ុនបងប្អូនហើយនេះគឺជាប្រភេទស្រូវរបស់ពួកគាត់ដែលធ្វើកុងត្រាជាមួយក្រុមហ៊ុនពុកម៉ែបងប្អូនគឺផ្លែខ្លាំងមែនតែនតែម្ដងផ្លែខ្លាំងមែនតែនតែម្ដងហើយដូចបានជម្រាបជូនខាងដើមតាំងពីវីដេអូមុនคลิปមុនអញ្ចឹងពុកម៉ែបងប្អូនមិនបាច់បារម្ភអំពីបាទរឿងថ្នាំរឿងជីរឿងប្រេងឬក៏ក្របពូជទេអញ្ចឹងក្រុមហ៊ុនបានផ្ដល់ជូនបាទផ្ដល់ជូនពេញមួយរដូវដល់បាទបងប្អូនប្រជាកសិករយើងទាំងអស់មិនថាជាជីមិនថាជាថ្នាំបាញ់ឬក៏ក្របពូជហ្នឹងមានស្រូវដំណើបមានស្រូវ OM 54 51អញ្ចឹងបងប្អូនស្រឡាញ់មួយណាធ្វើមួយនឹងទៅបងប្អូនចង់ធ្វើមួយណាធ្វើមួយនឹងទៅបាទតាមរដូវបាទរដូវវស្សាផ្សេងរដូវសម្បកផ្សេងអញ្ចឹងទៅហើយពុកម៉ែបងប្អូនទាំងអស់គ្នាមិនបាច់បារម្ភទេថានៅពេលដែលធ្វើបានច្រើនបានផលកើនទៅមិនដឹងទៅលក់ណាមិនដឹងធ្វើម៉េចខ្លាចបាទបានច្រើនពេកទៅបញ្ចេញមិនអស់លក់មិនចេញអីបាទអត់មានបារម្ភទេពុកម៉ែបងប្អូនទាំងអស់គ្នាដូចបានជម្រាបជូននៅคลิปមុនអញ្ចឹងពុកម៉ែបងប្អូនទោះបីបាទធ្វើបានប្រមាណ100តោនប្រមាណ1000តោនបើសិនជាបងប្អូនកុងត្រាជាមួយក្រុមហ៊ុនប្រសិនបើបងប្អូនកុងត្រាជាមួយក្រុមហ៊ុនគឺក្រុមហ៊ុនទទួលទិញយកទាំងអស់បងប្អូនគឺក្រុមហ៊ុនទទួលទិញយកទាំងអស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានដីបាទ5ហាត់10ហាត់20ហាត់30 40 50 60ហាត់ឡើងបាទបងប្អូនអាចធ្វើកុងត្រាជាមួយក្រុមហ៊ុនបានបាទកុងត្រាតម្លៃស្រូវបាទគឺផ្ដល់ជូនជីថ្នាំគ្រាប់ពូជបាទដល់ពុកម៉ែបងប្អូនទាំងអស់អញ្ចឹងពុកម៉ែបងប្អូនមានតែដីមានតែកម្លាំងបាទខំប្រឹងតែធ្វើអញ្ចឹងស្រូវឧទាហរណ៍ថារដូវកាលស្រូវវាជោវាជន់បាទស្រូវវាដល់ព្រមគ្នាវាអាចថាធ្លាក់ថ្លៃប៉ុន្តែបើសិនជាការនៃបងប្អូនកុងត្រាជាមួយក្រុមហ៊ុនគឺតម្លៃគឺនៅតែថេរដដែលបងប្អូនគឺក្រុមហ៊ុនទទួលទិញវិញបាទក្រោមទីផ្សារ2លេខតូចបងប្អូនក្រោមទីផ្សារលេខ2លេខតូចហ្នឹងគឺមិនច្រើនទេបងប្អូនបាទអញ្ចឹងបងប្អូនអត់មានក្តីបារម្ភអីតទៅទៀតទេអញ្ចឹងបងប្អូនប្រឹងតែធ្វើបាទប្រឹងតែមើលថែប្រឹងតែដាក់ជីបាច់ថ្នាំតាមដែលបច្ចេកទេសបាទក្រុមការងារបាទបុគ្គលិកផ្ដល់ជូនបងប្អូននោះបងប្អូនទទួលបានផលបាទគួរជាទីគាប់ចិត្តដូចដែលបងប្អូនឃើញបាទស្រូវដែល admin បានថតបាទឲ្យបងប្អូនមើលនេះជាប្រភេទស្រូវកុងត្រារបស់បាទប្រជាពលរដ្ឋឲ្យឃើញស្នាមឌូលរេលនេះមិនមែនឌូលរេលដោយសារខ្យល់ដោយសារអីទេបាទដោយសារជាប់ឡានកាលពីថ្ងៃមុនបាទដោយសារជាប់ឡានកាលពីថ្ងៃមុនដេកវាលដេកព្រៃមួយយប់ហើយនេះមេឃទៅតែងនឹងរាំងអញ្ចឹងផ្លូវអាចជិះចូលបានបងប្អូនបើសិនជាកាត់នៃភ្លៀងខ្លាំងបាទយើងជិះឡានចូលជិះឡានអីពិបាកចេញមកវិញណាអញ្ចឹងពុកម៉ែបងប្អូនបាទកុំភ្លេចជួយ like ជួយ share ម្នាក់មួយដើម្បីឲ្យបាទបងប្អូនប្រជាកសិករយើងលោកបានដឹងបានជ្រាបបាទធ្វើស្រូវកុងត្រាជាមួយក្រុមហ៊ុនបានបាទកុំភ្លេចជួយ like ជួយ share ទៅដល់ប្រជាពលរដ្ឋបាទបងប្អូនប្រជាកសិករយើងបាទកុំឲ្យបាទបារម្ភអីតទៅទៀតរឿងបាទគ្មានទុនគ្មានជីគ្មានថ្នាំគឺក្រុមហ៊ុនផ្ដល់ពេញមួយរដូវជូនតែម្ដង